ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកចែករំលែកចំណេះដឹង Facebook បាទយើងបង្កើត Facebook ដាក់ចុះក្នុងអ៊ីមែលបាទដើម្បីកុំឲ្យយើងភ្លេចហ្នឹងយើងមិនដាក់លេខទូរស័ព្ទទេយើងបង្កើតជាអ៊ីមែលដាក់ចូលក្នុង Facebook បាទឥឡូវយើងទៅទស្សនាមើលទាំងអស់គ្នាបាទនេះយើងចូល Facebook បាទចូល Facebook មួយហ្នឹងបាទនេះវីដេអូដែលខ្ញុំធ្វើមុនហ្នឹងបាទឥឡូវខ្ញុំថតចេញហ្នឹងអានេះបែបធ្វើយើងចង់បង្កើត Facebook ថ្មីអញ្ចឹងបាទដើម្បីឲ្យពុកម៉ែបងប្អូនដែលចេះដាក់អ៊ីមែលបាទហើយបន្ទាប់មកយើងចូលការបង្កើតថ្មីបាទចាំទស្សនាមើលបាទបាទឥឡូវយើងចាប់ដើមចូលហើយនេះគឺជាករណីថ្មីបាទនេះយើងដាក់ការបង្កើត Facebook ថ្មីបាទហើយយើងចូលប៉ះលើវាមកហើយបន្ទាប់មកគេដាក់អនុញ្ញាតយើងអនុញ្ញាតណានេះដូចថាពុកម៉ែបងប្អូនឆ្លាញ់ឈ្មោះដាក់ឈ្មោះរបស់ខ្លួនឯងក៏បានដែរតែពុកម៉ែបងប្អូនឯងឆ្លាញ់យើងដាក់មិនក៏បានដែរបាទនេះខ្ញុំដាក់ខ្លួនឯងដាក់ឈ្មោះboy អញ្ចឹងចូលចាំboy នេះយើងដាក់ឈ្មោះ boy ហើយបន្ទាប់មកយើងដាក់boy កាកាអញ្ចឹងមកយើងដាក់ boy កាកាអញ្ចឹងអានឹងបែបជាឧទាហរណ៍ណាឲ្យពុកម៉ែបងប្អូនចេះដាក់អ៊ីមែលបន្ទាប់មកយើងចូលបន្តបន្ទាប់បាទនេះអត់ឲ្យទេដាក់ផ្សេងឥឡូវយើងដាក់ភាសាខ្មែរក៏បានដែរសម្រាប់ពុកម៉ែបងប្អូនដែលយើងចេះខ្មែរបាទនេះម្ដងនេះយើងដាក់នាមខ្លួនក្នុងតកោបាទយើងសរសេរខ្មែរក៏បានដែរហើយយើងដាក់អីគេសីហាអញ្ចឹងបាទយើងដាក់សីអានឹងយើងដាក់នាមមកដាក់សីមកហើយបន្ទាប់ខាងមុខយើងដាក់ហាសីហាអញ្ចឹងបាទអូខេហើយបន្ទាប់មកយើងចូលបន្តមកបាទហើយអាយុឆ្នាំមិនបាច់កំណត់ទេដាក់បានក៏បានដែរសម្រាប់ពុកម៉ែបងប្អូនតែមិនឲ្យបានខ្ទង់909បាទឥឡូវយើងសេរីដាក់9បានបាទ95 96បានដែរ94ហើយខែយើងដាក់ប៉ុន្មានក៏បានហើយថ្ងៃទីប៉ុន្មានក៏បានបាទហើយបន្ទាប់មកយើងដាក់បន្តមកទៀតនោះបាទឥឡូវយើងបានហើយបន្ទាប់មកយើងចូលបន្ទាប់បាទឥឡូវយើងដាក់មិនសីហាហ្នឹងយើងប្រុសបាទយើងចុចប្រុសមកបាទចូលមកប្រុសចូលហើយបន្ទាប់បាទហើយដល់ពេលបន្ទាប់នេះទៀតយើងដាក់អ៊ីមែលបាទយើងអត់យកលើដាក់លេខទូរស័ព្ទឯងបាទនេះខាងក្រោមចុះឈ្មោះតាមអ៊ីមែលបាទយើងចុចឈ្មោះតាមអ៊ីមែលមកបាទឥឡូវយើងមកដល់កន្លែងដាក់អ៊ីមែលហើយនេះយើងអ៊ីមែលដែលខ្ញុំបង្កើតមុនបាទហើយពុកម៉ែបងប្អូនទៅមើលវីដេអូក្រោយដែលខ្ញុំបង្កើតអ៊ីមែលហ្នឹងទៅមើលធ្វើតាមខ្ញុំទៅឥឡូវយើងដាក់អ៊ីមែលចូលក្នុងហ្នឹងមកបាទឥឡូវខ្ញុំទៅយកអ៊ីមែលទៅឥឡូវខ្ញុំផាសអ៊ីមែលខ្ញុំចូលហើយបាទផាសអ៊ីមែលចូលបាទឥឡូវខ្ញុំផាសអ៊ីមែលចូលបាទ
ហើយយើងចូលមកដាក់បន្ទាប់បាទឥឡូវយើងចូលបន្ទាប់ហើយយើងយកលេខកូដ email ដែលយើងបង្កើតហើយឥឡូវយើងយកមកដាក់មកបាទឥឡូវខ្ញុំមកយកលេខពាក្យសម្ងាត់ដែលខ្ញុំចម្លងទុកឥឡូវខ្ញុំយកមកដាក់ហើយបាទយកមកផាសចូលបាទហើយយើងនេះសំទោសហើយឥឡូវយើងយកបន្ទាប់បាទបន្ទាប់ទៀតបាទលេខកូដដែលយើងបញ្ជាប់មួយ email ហ្នឹងយើងយកមកដាក់មកបាទឥឡូវយើងហើយឥឡូវយើងដាក់រក្សាទុកបាទនេះបើខៀវហ្នឹងចុចមកបាទរក្សាទុកបាទអានេះខ្ញុំយកព្រមចុចមកទៀតបាទចាំតិចរៀងអ៊ីនធឺណិត slow បាទខាងតំបន់ខ្ញុំមកធ្វើមានអ៊ីនធឺណិត slow បាទនេះគឺដាក់ឲ្យសូមបញ្ចូលករណីរបស់អ្នកតាមលេខ5ខ្ទង់ដែលយើងបានផ្ញើទៅ email បាទឥឡូវយើងទៅចូលមើល email បាទទៅយកលេខកូដពីក្នុង email បាទឥឡូវយើងចូលទៅមើល email បាទនេះបាទ Gmail យើងចូលក្នុង Gmail យើងមកបាទឥឡូវយើងចូល Gmail យើងហើយនេះបាទឡើងលេខកូដហើយបាទលេខកូដនេះ3499 8 34998 មកបញ្ជាក់ទៀត34998បាទហើយតបមកយើងចុចចូលទៀតណាបាទចូលបន្ទាប់បាទឥឡូវយើងជោគជ័យហើយបាទរក្សាទុកមកបាទអានេះយើងចុចអនុញ្ញាតម្ដងទៀតហើយអនុញ្ញាតបាទឲ្យពុកម៉ែបងប្អូនធ្វើការដាក់រូបអីក៏បានស្រែកតែស្រឡាញ់តែខ្ញុំអត់តន់ដាក់ឯងថយសិនមកយើងដាក់ចុចរំលងបាទអាហ្នឹងយើងបង្កើត Facebook យើងភ្ជាប់ email បាទឥឡូវយើងជោគជ័យបាទសូមស្វាគមន៍មកកាន់ Facebook សីហាបាទអានេះគេឲ្យបើកតែយើងរំលងទេបាទនៅខាងលើចុចរំលងបាទបន្ទាប់អានេះក៏រំលងមិនបាច់ដាក់លេខទូរស័ព្ទទេយើងដាក់ email ហើយបាទឥឡូវយើងបាន Facebook ថ្មីជ្រើងហើយបាទឈ្មោះសីហាបាទអរគុណពុកម៉ែបងប្អូនដែលជួយគាំទ្រ Page Channel ជូនពរសុខភាពល្អសំណាងល្អបាយបាយជួបគ្នានៅវីដេអូក្រោយទៀតបាទ